នេះជាធម្មពលកកើតឡើងវិញសម្រាប់ប្រើប្រាស់ការបូមទឹកយកមកប្រើប្រាស់នឹងស្រោចស្រពឬក៏អាចភ្ជាប់ដើម្បីបង្កើតទៅជាធម្មពលអគ្គិសនីការប្រើប្រាស់ធម្មពលកកើតឡើងវិញបែបធម្មជាតិបែបនេះគឺចំណេញទាំងថវិកានិងពេលវេលាចរន្តនៃការបូមទឹកអាចយកមកស្តុកទឹកទុកនៅក្នុងអាងអាចប្រើប្រាស់បានតាមតម្រូវការលើបរិមាណនិងទំហំខ្យល់បើមានធម្មពលខ្យល់24ម៉ោងការវិលរបស់កង្ហានេះក៏24ម៉ោងដូច្នេះការបូមទឹកក៏អាច24ម៉ោងដូចគ្នាសមាមាត្រនេះជាអាងស្តុកដែលបែងចែកទឹកពីអាងស្តុកទៅកាន់កន្លែងស្រោចស្រពនិងប្រើប្រាស់